ចានេះបងប្អូនសម្លចាប់ឆាយកាលណាយើងយកសាច់ខ្វៃមកធ្វើគឺថាជាតិខ្លាំងមែនទែនតែបើយកសាច់ធម្មតាមកធ្វើក៏ជាតិដែរតែតដាក់សាច់ទៅច្រើនតែសាច់ខ្វៃដាក់ទាតែ1មូលហ្នឹងចាប់ឆាយតែមួយឆ្នាំងល្មមហ្នឹងគេថាជាតិខ្លាំងតតែមែនទែនអានេះគឺខ្ញុំឆាឲ្យបានយកទៅដាក់នៅក្នុងស្លគឺការស្រេចនិយាយពីមិនយូរទេតែមួយផ្លេតហើយបានញ៉ាំគឺការស្រេចបន្លែចង់ឲ្យដាក់នឹងអត់មានថាឲ្យដាក់បានអីទេគឺថាចង់ឲ្យដាក់នឹងទាំងអស់ខ្ញុំមានបន្លែមកច្រើនទៀតប៉ុន្តែអានេះគ្រាន់តែឆាតែបន្លែណាដែលរឹងសិនទេព្រោះអីបន្លែណាដែលឆាប់ឆ្អិនយើងចាំឆ្អិនចាំយើងបង់តាមក្រោយឥឡូវយើងបង់ដល់បន្លែណាដែលក្រឆ្អិនចាហើយចាប់ឆាយនាងខ្ញុំនេះកាត់ទេគឺចាប់ឆាយកូនកាត់បែបខ្ជិលងាយចុះយាម